បាទសូមអរកាយគោរពជម្រាបសួរពុកម៉ែបងប្អូនអង្គមីលោកយាយលោកតាតែងតែតាមដានរដ្ឋសកម្មភាពបាទ Channel YouTube បាទ TOK TOUCA នៅក្នុងក្រៅប្រទេសគ្រប់ក្រុមគ្រួសារត្រូវនឹងថ្ងៃសៅរ៍ទី21ខែមិថុនាឆ្នាំ2025ហើយខាងពុកខ្ញុំបាទបន្ទូចដឹកនាំធ្វើដោយខ្ញុំបាទបន្ទូចផ្ទាល់ពំនំយុជំនួយសពប្រជនលោកពុកអ្នកម្ដាយអង្គមីលោកយាយលោកតាបាទទៅដល់កងទ័ពជួរមុខផ្នែកមុខ3បាទចឹងហើយឃើញថាឥឡូវនេះកំពុងថានៅក្នុងការរៀបចំពុកម៉ែបងប្អូនអង្គមិញលោកយាយលោកតាហើយមេឥឡូវគេចាប់ដើមមិនស្រួលទេតែពុកម៉ែបងប្អូនអង្គមិញបាទមេវាមិនស្រួលគឺសតុំបងប្អូនហើយមិនដឹងថាប្រមាណគូយន្តឲ្យអស់ទេអង្គមិញព្រោះឃើញថាទឹកសុទ្ធ3គូយន្តទៅហើយបាទសូលាមីត្រីខមកគូយន្តអង្គមកគូយន្តអញ្ចឹងបែបជា6គូយន្តហើយមួយឡានទៀតនឹងដឹកមនុស្សអមដំណើរទៅជាមួយអង្គភូមិលោកយាយលោកតាបាទតែគ្រឿងចាក់ប្រមាណទៅពិតប្រកបយានយន្តការធ្វើដំណើរប្រមាណពិតប្រកបគឺអត់ទាន់ដឹងទេអង្គភូមិចាំមើលវគ្គបន្តទៅទៀតតែក្នុងឱកាសនេះខ្ញុំក៏សូមប្រកាសឈ្មោះម្ចាស់ទៀនដែលគាត់បានជួយមកថ្មីបន្តទៀតបាទអញ្ចឹងរីករាយស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាបាទ1លោកពូហាជបាទនិងមីងណាងនៅទីក្រុង Warrington រដ្ឋ Pennsylvania សហរដ្ឋអាមេរិកគាត់បានផ្ដល់ជាថវិកាចំនួន$200សហរដ្ឋអាមេរិកបាទចំនួន$100សម្រាប់ចាក់សាំងឡានចាក់ប្រេងគោយន្តសម្រាប់ធ្វើដំណើរបាទហើយ$50គាត់ជូនទៅដល់ខ្ញុំបាទក្មួយទូចហើយចំនួន$50ទៀតគាត់ជូនទៅដល់បងប្អូនបាទអ្នកលើកអីវ៉ាន់បាទបុគ្គលិកអ្នកលើកអីវ៉ាន់ចាត់ចែងលើកអីវ៉ាន់ដាក់លើគោយន្តទាំងទៅទាំងទៅដល់ណាបងប្អូនបាទអញ្ចឹងថវិកាលោកពូហាជនិងមីណាងបាទចំនួន$200បាទគាត់រស់នៅទីក្រុង Warrington រដ្ឋ Pennsylvania ព្រមទាំងកូនរបស់គាត់បាទទី2លោកពូខារស់នៅ Florida បាទព្រមទាំងគ្រួសារសម្រាប់ការធ្វើដំណើរបាទលោកពូខារស់នៅ Florida សហរដ្ឋអាមេរិកហើយទី3បងបេសុភីបងបេផាលីគាត់បានចូលរួមចំនួន100បន្ថែមមកទៀតគឺទាំងមុនទាំងក្រោយចំនួន$220បាទបងបេសុភីបងបេផាលីគាត់រស់នៅប្រទេសបារាំងបាទអញ្ចឹងហើយថវិកាគាត់ទាំងមុនទាំងក្រោយគឺចំនួន$220បាទមួយទូច30បាទវគ្គមុនបានអានរួចម្ដងហើយបាទហើយ180សម្រាប់កងទ័ពពុកម៉ែបងប្អូនអង្គមីប្រកាសឈ្មោះម្ចាស់ទៀនសរុបនៅក្នុងវគ្គនេះបាទជែកជូនអង្គមីលោកយាយលោកតាឲ្យបានជ្រាបជាដំណឹងបាទជាបន្ទាប់នេះជំនួយអ៊ំប្រុសអ៊ំស្រីនៅរដ្ឋកាលីហ្វ័រញ៉ាទីក្រុង Stockton សហរដ្ឋអាមេរិកដែលបានផ្ដល់ថវិកាចំនួន$710សរុបទាំងអស់បាទមួយអ៊ំអិនគ្រីព្រមទាំងកូនចំនួន$150បាទផ្ដល់ឲ្យក្មួយទូចចំនួន30សម្រាប់កងទ័ពចំនួន120បាទអ៊ំអិនគ្រីបាទព្រមទាំងកូន2អ៊ំសុខាព្រមទាំងកូនចំនួន$100ផ្ដល់ឲ្យក្មួយទូចចំនួន30ផ្ដល់ឲ្យកងទ័ពចំនួន60ដល់ឲ្យមួយផនចំនួន$10គឺបានទទួលរួចហើយវគ្គមុនតែនេះខ្ញុំប្រកាសឈ្មោះសាជាថ្មីបាទ3អ៊ំលុនព្រមទាំងកូនចំនួន$100សម្រាប់កងទ័ព4ហឿនសាមេតព្រមទាំងកូនចំនួន80ផ្ដល់ឲ្យមួយទូចចំនួន20ផ្ដល់ឲ្យកងទ័ពចំនួន60 5វុតយុទ្ធព្រមទាំងកូនចំនួន40សម្រាប់កងទ័ព6កែវសុភ័ក្រព្រមទាំងកូនចំនួន$30សម្រាប់កងទ័ព7សុនឈឿនចំនួន50 8សុនចាក់សុមេនចំនួន50សម្រាប់កងទ័ព9សាមេតចំនួន20បាទសរុបថវិកាខាងกระดาษទី2សរុបថវិកាសម្រាប់កងទ័ពមានចំនួន$620សហរដ្ឋអាមេរិកបាទច
ចូលមកដល់ក្តារទី3ជំនួយមកពីខាងលោកពូផាឡាកែវនិងអ្នកមីងបាទបានផ្ដល់ជាថវិកាចំនួន120បាទនឹងជួយកងទ័ពចំនួន100ផ្ដល់ឲ្យក្មួយទូចចំនួន$20បាទពីលោកពូផាឡាកែវនិងភរិយារបស់គាត់រស់នៅសហរដ្ឋអាមេរិកលោកឪពុកនិងម្ដាយក្មេកលោកពូផាឡាកែវបាទឈ្មោះជឿនជឿននិងភរិយាពៅឡាងគាត់បានផ្ដល់ជាថវិកាចំនួន$110ផ្ដល់ឲ្យកងទ័ពចំនួន100បាទផ្ដល់ឲ្យក្មួយទូចចំនួន$10គិតទាំងអស់គ្នារស់នៅសហរដ្ឋអាមេរិកបាទសរុបថវិកាចំនួន$230បាទពីលោកពូផាឡាកែវនិងភរិយារបស់គាត់រស់នៅសហរដ្ឋអាមេរិកបាទតបមកទៀតបងបេសុភីបងបេផាលីព្រមទាំងកូនបាទរស់នៅប្រទេសបារាំងគាត់បានផ្ដល់ជាថវិកាទាំងមុនទាំងក្រោយចំនួន$220សរុបបាទផ្ដល់ឲ្យក្មួយទូចចំនួន30ផ្ដល់ឲ្យមួយផនចំនួន$10គឺគាត់បានទទួលរួចហើយបាទបងបេផាលីបងបេសុភីព្រមទាំងកូនរស់នៅប្រទេសបារាំងបាទបន្ទាប់មកទៀតអ្នកមីងនូណាធំនិងគ្រួសារបានផ្ដល់ជាថវិកាចំនួន$200សម្រាប់កងទ័ពគិតទាំងគ្រួសាររស់នៅ Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិកបាទពីអ្នកមីងនូណាធំបាទក្តារទី4អ៊ំលាវហ៊ួនអ្នកមីងលាវហឿងបាទអ្នកមីងហ៊ួនយូរស់នៅ Fresno រដ្ឋ California បាទចំនួន$200បាទសម្រាប់កងទ័ពបាទនេះខ្ញុំអានសម្រាប់តែកងទ័ពទេដោយសារតែថវិកាវគ្គមុនហ្នឹងគឺខ្ញុំបានផ្ដល់ឲ្យអ្នកទូកមកហើយបាទចុះបន្ទាប់មកទៀតជំនួយមកពីខាងអ្នកមីងដាយ៉ាណានិងលោកពូរ៉េឈើភួងរស់នៅសាន់ដេកូបាទរដ្ឋ California សហរដ្ឋអាមេរិកចូលរួមសម្រាប់កងទ័ពចំនួន$100ក្តារទី5លោកឪពុកអ៊ុតនាងនិងអ្នកម៉ែស៊ីនួននៅប្រទេសអូស្ត្រាលីចំនួន$650បាទម៉ែមុំរស់នៅសាន់តាហាណាចំនួន$200សម្រាប់កងទ័ពបាទបន្តមកទៀតលោកយាយពេជ្រព្រឿនព្រមទាំងកូនចៅចំនួន$300បាទរស់នៅ Modesto រដ្ឋ California សហរដ្ឋអាមេរិកបាទបន្តមកទៀតកូនលោកតាប៊ុនច័ន្ទបងប្រុសបងស្រីរស់នៅទីក្រុងឡុងបិចរដ្ឋ California ចំនួន$600សហរដ្ឋអាមេរិកបាទឲ្យពុកម៉ែបងប្អូនអំពូមេឃបានជ្រាបហើយថវិកាសរុបទាំងអស់មានចំនួន$3050បាទថវិកាដែលការសម្រាប់ទិញគឺបរិភោគអង្គត្រីខមីអាយគោមសូលាទឹកសុទ្ធមានចំនួន$3050ហើយការចំណាយបាទអស់$3550បាទចំថវិកាសប្បុរសជនមាន$3050ហើយការចំណាយអស់$3550ហើយអរគុណទៅដល់ពូហាចបាទមីងណាងព្រមទាំងកូនរស់នៅទីក្រុង Warrington រដ្ឋ Pennsylvania ដែលក៏បានចូលរួមមកក្រោយបាទគឺចំនួន$200បាទចំនួន$200គឺគាត់ផ្ដល់ឲ្យសម្រាប់ចាក់ប្រេងឡាននិងប្រេងគោយន្តចំនួន$100ហើយ$50គឺផ្ដល់សម្រាប់ក្មួយបាទនឹងលើកជញ្ជូនដីវ៉ាន់បាទហើយ$50ទៀតគឺគាត់ផ្ដល់ឲ្យក្មួយទូចផ្ទាល់បាទអរគុណលោកពូអ្នកមីងឲ្យជួបតែសេចក្តីសុខសេចក្តីសប្បាយបាទអរគុណទៅដល់លោកពូខាដែលគាត់បានផ្ដល់ជាថវិកា$100លោកពូខារស់នៅ Florida សហរដ្ឋអាមេរិកគ្រប់ទាំងភរិយាបាទគាត់បានផ្ដល់ជាថវិកាចំនួន100សម្រាប់ការធ្វើដំណើរតាមផ្លូវបាទសម្រាប់ការហូបចុកបាទនៅក្នុងការចាក់ប្រេងឡានហើយនិងប្រេងគោយន្តបាទពីលោកពូខានិងភរិយារស់នៅ Florida បាទចំនួន$100ហើយបងបេសុភីក៏គាត់បានចូលរួម100បន្ថែមទៅទៀតបាទបងបេសុភីនិងបងបេផាលីព្រមទាំងកូនរស់នៅប្រទេសបារាំងបាទហើយក៏អរគុណទៅដល់អ៊ុំរីបាទគាត់បានផ្ដល់ជាថ
năm chỉ luôn 30 ប្រអប់បាទសម្រាប់កងទ័ពផងដែរបាទអ៊ំរីនៅប្រទេសអូស្ត្រាលីអញ្ចឹងរីករាយសកម្មភាពនេះជាមួយខ្ញុំតទៀតទាំងអស់បាទគោយន្តតម្រងអត់បានមកទេគាត់រវល់ដឹកលងបាទលោកគោយន្តណាទៅទៀត បាទôngពូមីលោកយាយលោកតាអង្គនេះដាក់ទឹក3កន្លែងតែមានដល់លើថ្ងៃទី3ហ្នឹងគាត់សុំ 2B ផងហើយនឹងទឹកស៊ីអ៊ីវ6យួរបាទទឹកស៊ីអ៊ីវ6យួរនិងក៏ 2B បាទពេទ្យមិនដល់បាទច្រកព្រំដែនណាôngពូមីបាទអញ្ចឹងហើយក៏ទាំងអស់នេះវាមាន2តោន 2B បាទហើយនឹងទឹកស៊ីអ៊ីវ6យួរថែមទៀតបងប្អូនហើយក៏អរគុណតាថែនបាទឲ្យផ្អកប្រហែលជា1គីឡូបាទសម្រាប់កងទ័ពបាទហើយទៅនេះវារយៈ391 393បាទនឹងពេទ្យលេខ9បាទពេទ្យតាហ៊ានលេខ9ក្នុងនេះខែនេះក៏រោអីក្រូបហើយôngពូមីលោកយាយលោកតាព្រោះតែអត់ក្រូបចឹងដឹងតែទៀងហើយព្រោះទៅថាវិញអូវិញមុនôngពូមីលោកយាយលោកតាទៅចឹងស្រាប់ហើយឃើញតែល្បើកថ្ងៃបានតែមួយថ្ងៃទេបន្ទាប់មកល្ងាចឡើងភ្លៀងទៀតហើយថ្ងៃនេះយកបាញ់ភ្លៀងតាំងពីយប់រហូតមកទល់ទៅនេះទុំយកដាក់ឲ្យទៅអីក្រូមកព្រោះតែខាតភ្លៀងដែរឡើងđồ cô vô nó cũng bên của cô vô nó về đi về đồng đồ cô vô cái tay bạc cô vô nó to lọt đi thôi cô dân miền cô dân na tiết vô ở trang nhỏ nó tem rồi alo nè ở chắc thế nào chắc alo bọn tép bọn mấy cô chết đâu nè
được cái bạn nào có cô dân biết chơi còn tê tôi tích mà vâng là mò ông tuần về đây hiện đã tự sắp rồi đã tự sắp của bạn là mò gần bạn đi xong rồi bạn là mò cha phải cho mày đến không lên hoặc bạn cha thì nhà cha ấy rồi khó đặt rom cho con muốn ăn đọc là thì là nó bị biết mơ mà con ra rồi rộng là mặc cách không biết nhưng man dù nó không cách mặc phải dù được hay được mưa vẫn đông mặc cách của man dù cũng được mặc cách đó đông à bán cho chúng ta phải vô cô dân ở xuyên lên mua cho nó hay trăm đồng ngon tận mặt đất bảo dẫn lên công an cây đọc pi buồn có mùi là pi vua pi một trang này không trang nó đọc vô lố không đâu đâu tao đi cũng đi trong rồi không anh đọc pun ada apa kemarin kayak pakai loju bà ông của mình phải trai khó đọc cảnh thống mà nằm rồi vua của mình và đọc cảnh thống mà nằm rồi vua cho này trai khó thầy mỹ 50 cảnh thông bằng ôn và 50 cảnh thông mi hạt cùng có hai đang ở Solia buôn chốt có pi tao pi bế tự xuất của mùi rồi vua ai công chừng luôn 4 hay đang ở năm ủng rí cho luôn sang tập ốp hay đang tự sẽ yếu cho luôn mùa vúa ai bên ở Solia cho luôn buôn bật tè Solia cho luôn buôn bật tè
ត្រីខ10កេសធំស្មើនឹង100យួរមី50កេសអាយកូបចំនួន4ទឹកសុទ្ធចំនួន600យួរនិងអាយកូបចំនួន4ហើយនឹងថ្នាំខាងអង់គ្លេសប្រទេសអូស្ត្រាលីចំនួន30អប់បាទហើយដាក់ទៅរយៈ91រយៈ93ពេទ្យទាហានលេខ9ហើយអង្គ2B ទឹកសុទ្ធទឹកស៊ីអ៊ីវ6យួរនោះដាក់ទៅពេទ្យម្ដុលលើផ្នែកក្នុងមុំ3ដោយសារគាត់យកទៅផ្គត់ផ្គង់ក្នុងនេះរបស់គាត់ក្នុងម្ដុលរបស់គាត់ចង់ដឹងថាប្រមាណគួយយន្តនេះចាំមើលសិនអង្គវិញឥឡូវនេះគុំតារៀបបានមកគួយយន្តឲ្យចេញទៅផ្លូវហើយនេះគួយយន្តនោះដាក់មីដាក់ត្រីខបាទដាក់ទឹកស៊ីអ៊ីវតទៀតអរគុណតាថែនបាទតាថែនគាត់ឲ្យអក1គីឡូបាទប្រាប់កងទ័ពបាទហើយនឹងខ្ទឹមសចំនួន4ដុំបាទ4ដុំមើលមកណាលេរៀបលើមីចាំយកខ្សែចប់មានខ្សែពីណាវាដាក់បដ ாய் វាមកមិនវាមានស្រោបគ្រឿងទៅគូយន្តយើងទៅបាក់តែមកធ្វើយើងណាំដូចឃើញតែ3ទៀតអូនហើយនឹងវិរៈមកកន្លែងនឹងទទួលថាប់ការចំនួន100បាទសម្រាប់ផ្គត់ផ្គង់ទិញដូចជាតែលំហឹកចង់ជួបបរិយឲ្យខ្លាច់មុខខំវិញឬគាត់ចង់ទិញអីហូបអញ្ចឹងណាបាទបើម្ចាស់ទៅផ្ទះអត់មានអីដាក់បាយឲ្យហូបផងទៅអីយកទៅមួយអីតែពេលបាយមកវិញទៀតសុំទៅចេញទៅមុខខាងតាមរកតែទៅតាមហើយដៃណានឹងលើកត្រេតឡានក៏បានដែរទឹកស្អ៊ីវទឹកអីលើកត្រេតឡានក៏បានបើសលាដាក់តាខ្លាចនឹងអង្គុយផងឡើងតែនេះហើយផងដល់ហើយ
năm thì ta không đi làm sập học của người và làm chuyện rồi đào ba mươi một để đột là đi vậy ai cô một cô ai cô một mô tô là $50 anh ông tèn ai cô nó tự lấy phê tập nhiên rồi ai cô một sự tông ngày ảnh một lắm sao chẳng có ở trên nó pro phát mà Linh bo cho phần bảy kita mau tinggal di dalam lumpuhkan ada video tu đã được không thì con lẹ không lên luôn rồi
Này là cứ bà dọc của dân bà nhon màu mới tiết ông mình thì sao đã tất sập trơn pi ta bắt tấu nó bữa ta con mình mã bao bờ bây giờ bỏ lò nhom nụ không tiếc tiếc hay vậy nụ là một mình thì khá là tàng thằng dân giải cứu và lãnh đạo không chỉ thằng chỉ
บอกหน้าไอ้คิวเลยมึงเจาะให้เหรอไอ้เป็นไงเดี๋ยวตอนไปก็ได้มันลิโต้ได้ไงต้นเจ็ดนับแล้วปะที่บอกเรื่องมือถือซาติกำปังไปเอาที่เดิมสิทำมันปังมันเป็นอะไรง่ายนี่นะก็เดี๋ยวจะไม่ได้สั่นเรียกเราเองราคาที่เราเท่ากับพวกตัวบ้าน ไปทางกอแล้วนะ อะไรไปบ้าง เราจะลดหมดเนี่ยเราจะบ้างอ่ะเล็กสักหน่อยบังมาได้เธอบานแทกันแห่งนะเอาลุกลงไปหน้าของเธอตามหน้าเขาเธอที่ออกเธอเจ้าเธอจะสั่งจะพิจารณาเด็กกันกันทางเธอหลายตาดิคุณเพื่อนมันเป็นสิ่งที่มันเขาเป็นอะไรที่คลิกสุดเนี่ยกับจืดอีกฝั่งเรื่องที่มัน
gặp nó mùi đó mùi có chuyện ở đây bảo giờ mua cái túi bản nữa cái có lan không mà lạ hổ nhưng mà cũng cho cái nàng gì cho ta đi đi cho hỏi chắc là ta ta muốn nhà cô tụt lên cái đầu cả còn cô mình có quất cái này học nọ hăng ra chơi ra đặt chốt là bà trong cùng mai bằng ông cùng mình lựa gì lựa ta là này cứ bàn lựa cái ván đặt lựa phù duyên hay năng làn rồi vậy ông cùng mình bàn dành cho mượn hàng cài mình ấy là này bò cút lá này ông cùng mình và cùng mình xong đẹp lạ lạ vậy này phù duyên ấy mi vòng ôn và mi 50 cái rồi lia 4 chốt và hai năng cây khó đọc cái và đọc cái thông đấy mà cái với mình đọc dù và ai đọc cái với smart number rồi dù vòng ôn và ai thực sự luôn có mua vúa anh ấy sập mi sập năng cây khó cô duyên mới đi và sập cô duyên mới đi với ông co pi tàu và pi tàu pi bì và trong về smart năng ở size sập pi bì vòng ôn và nước sắt của mình và nước sắt pi cô duyên hay năng đặt cụt lan mình mặc cụt lán chẳng pi cô duyên mặc cụt lan ông của mình và chẳng hay chỉ coi ông của mình lựa đi lựa ta ở quạt bàn khi ở quạt bàn phơi khi đầm nâng chẳng hay chỉ trong coi nhé chụp thì vui nhẹ lựa ấy văn mạnh tích đồng conបាទôngពុំបីលុយលុតាឥឡូវនេះអ្នករួមដំណើរមានបងញនមានក្មួយជ្រេបមានក្មួយរ៉ាហើយខ្ញុំបាទបន្ទូចហើយម៉ាអែមប្រពន្ធរបស់ខ្ញុំក្មួយផនកូនសាបាទហើយជាចុងក្រោយនេះគឺជូនថវិកាទៅដល់គាត់ម្នាក់$10សិនទុកគាត់ស្រាប់គាត់ហូបទៅតាមផ្លូវបាទថវិកា$10ម្នាក់$10សម្រាប់គាត់ហូបអីតាមផ្លូវហ្នឹងគឺជំនួយរបស់ពូហាចមីណាងរស់នៅទីក្រុង Washington រដ្ឋ Pennsylvania សហរដ្ឋអាមេរិកដែលគាត់បានផ្ដល់ជាថវិកាទាំងអស់ចំនួន$200សម្រាប់ប្រេងឡាន$100ផ្ដល់ជូនក្មួយទូចចំនួន$50ហើយ$50ទៀតផ្ដល់ជូនសម្រាប់បងប្អូនអ្នករួមដំណើរដែលគាត់ជួយលើកអីវ៉ាន់ណា$10គឺថាបាទសាប់ការ$10ដែរចាប់ទិញអីហូបនេះសូមឲ្យអាយុវែងឲ្យច្រើនបាទ$10អរគុណដល់ចាស់ជំនួយហើយណាកាន់កាមេរ៉ាទៅមួយ
សា$10 ខ្ញុំបាទសូមអរគុណôngពូមីងដែលប្រកបការឲ្យខ្ញុំបាទសូមសុខភាពល្អសំណាងល្អរត់ទទួលទានបាននឹងវិញ បាទឲ្យគុណផន$10 គុណôngពូមីងដែលបានប្រកបឲ្យការខ្ញុំបាទសូមអរគុណច្រើនណាស់ជួយសុខភាព បាទអញ្ចឹងឪពុកមីងលោកយាយលោកតាឥឡូវនេះថវិកាផ្ដល់ជូនបងប្អូនអ្នកលើកអីវ៉ាន់នេះគឺថវិការបស់លោកពូហាចបាទមីងណាងរស់នៅទីក្រុង Washington រដ្ឋ Pennsylvania សហរដ្ឋអាមេរិកដែលគាត់បានផ្ដល់ជាថវិកាសរុបទាំងអស់ចំនួន$200សម្រាប់ប្រេងឡានចំនួន$100គាត់ផ្ដល់ជូនមួយទូចំនួន$50ផ្ដល់ឲ្យបាទបងប្អូនអ្នកលើកអីវ៉ាន់ចំនួន$10ម្នាក់បាទគ្នា5នាក់មិញអ្នកអមដំណើរជាមួយបាទហើយអរគុណទៅដល់លោកពូខានិងភរិយារស់នៅ Florida សហរដ្ឋអាមេរិកគាត់បានផ្ដល់ជាថវិកាចំនួន$100សម្រាប់ការធ្វើដំណើរតាមផ្លូវបាទហើយបន្ទាប់នេះរីករាយឈ្មោះម្ចាស់ទៀនបន្តទៀតបាទម្ចាស់ជំនួយទាំងអស់ដែលខ្ញុំបាទទទួលបានពីសពប្រជាជនលោកពុកអ្នកម្ដាយអង្គពុំមីងលោកយាយលោកតាទាំងអស់នៅក្រៅប្រទេសបាទជំនួយកដាស់ទី1ជំនួយមកពីខាងលោកពូផល្លាកែវនិងភរិយាបាទរស់នៅសហរដ្ឋអាមេរិកគាត់បានផ្ដល់ជាថវិកាចំនួន$120បាទដល់សម្រាប់កងទ័ពចំនួន$100ផ្ដល់ឲ្យមួយទូចចំនួន$20បាទលោកឪពុកអ្នកម្ដាយរបស់លោកពូផល្លាកែវឈ្មោះជុនជឿននិងភរិយាពៅឡាងផ្ដល់ជាថវិកាចំនួន$110ផ្ដល់ឲ្យកងទ័ពចំនួន$100ផ្ដល់ឲ្យមួយទូចចំនួន$10បាទគិតទាំងអស់គ្រោះនៅសហរដ្ឋអាមេរិកសរុបថវិកាគាត់ទាំងអស់មានចំនួន$230បាទបងបេផាលីបងបេសុភីព្រមទាំងកូនចៅរស់នៅប្រទេសបារាំងទាំងមុនទាំងក្រោយចំនួន$220ផ្ដល់ឲ្យមួយទូចចំនួន$30មួយផនចំនួន$10ចំនួនផ្ដល់ឲ្យកងទ័ពចំនួន$180បាទទាំងមុនទាំងក្រោយបាទគ្រួសារបងបេសុភីបងបេផាលីរស់នៅប្រទេសបារាំងបាទអ្នកមីងណូណាធំនិងគ្រួសារបានផ្ដល់ជាថវិកាចំនួន$200បាទសម្រាប់កងទ័ពបាទគ្រួសារអ្នកមីងណូណាធំរស់នៅ Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិកបាទกระดาษទី2ជំនួយថវិកាមកពីខាងអ៊ំលីវហួនអ្នកមីងលីវហឿងអ្នកមីងហួនយូរស់នៅ Fresno រដ្ឋ California ចំនួន$200សហរដ្ឋអាមេរិកបាទសម្រាប់កងទ័ព4បាទជំនួយអ្នកមីងដាយ៉ាណាលោកពូរ៉ាឆើភួងបាទនៅសានឌីកូគាត់បានផ្ដល់ជាថវិកាចំនួន$150បាទគឺគាត់ផ្ដល់ចូលរួមទៅកងទ័ពចំនួន100គាត់ផ្ដល់ឲ្យមួយទូចចំនួន50បាទกระดาษទី3បាទលោកឪពុកអ៊ុតនាងនិងអ្នកម៉ែស៊ីនួនបាទចំនួន$650បាទគាត់រស់នៅប្រទេសអូស្ត្រាលីបាទសម្រាប់កងទ័ពបាទម៉ែមុំរស់នៅសាន់តាហាណាសហរដ្ឋអាមេរិកបាទហៅម៉ែដាវីកែវចំនួន$200សម្រាប់កងទ័ពលោកយាយពេជ្រព្រឿនព្រមទាំងកូនចៅចំនួន$300បាទរស់នៅ Modesto រដ្ឋ California សហរដ្ឋអាមេរិកបាទកូនលោកតាប៊ុនច័ន្ទបងប្រុសបងស្រីរស់នៅ Long Beach សហរដ្ឋអាមេរិកចំនួន$600បាទសរុបថវិកាទាំងអស់រួមមានចំនួន$3050បាទជំនួយដែលសប្បុរសជនចូលរួមបាទដែលមានទិញដូចជាអង្ករចំនួន2តោនបាទហើយនឹងមី50កេសត្រីខចំនួន10កេសធំស្មើនឹង100យួរបាទហើយសូលាចំនួន4ឈុតហើយទឹកសុទ្ធចំនួន600យួរហើយអាយគោមចំនួន4សូលាចំនួន4ឈុតបាទហើយនឹងមានរបស់ផ្សេងទៀតដូចជាថ្នាំពេទ្យរបស់អ៊ុំរីចំនួន30ប្រអប់ផងដែរបាទអញ្ចឹងឪពុកមីងលោកយាយលោកតារីករាយសកម្មភាពបន្តនៅវគ្គក្រោយជាមួយខ្ញុំទាំងអស់គ្នាព្រោះការធ្វើដំណើរតាមផ្លូវគឺខ្ញុំអត់បានបង្ហាញជែកជូនឪពុកមីងលោកយាយលោកតាឲ្យបានឃើញទេបាទព្រោះឡាយកំពុងធ្វើដំណើរបាទអញ្ចឹងហើយអត់បានបង្ហាញអញ្ចឹងថវិកាដែលចំណាយទាំងអស់មាន$3550សហរដ្ឋអាមេរិកតែនៅរបស់ទិញទួចហ្នឹងគឺអត់បានសរុបចូលគ្នាទេបាទហើយក៏មានបន្ថែមជួយផ្អក1គីឡូហើយនឹងខ្ទឹមប្រមាណ10000ដែរបងប្អូនហើយក៏សូមអរគុណទៅដល់ម្ចាស់ទៀនអ៊ំពូមីងលោកយាយលោកតាទាំងក្នុងស្រុកទាំងក្រៅស្រុកទាំងអស់ឲ្យជួបនៅសេចក្តីសុខជួបនៅសេចក្តីសប្បាយទៅទីកន្លែងណា
មានញាតិមិត្តស្រឡាញ់រាប់អានច្រើនសត្រូវមកពីមុខឲ្យលលងសត្រូវមកខ្នងឲ្យលលាយសត្រូវមកពីឆ្ងាយខ្លាយជាមិត្តរបស់ណាមិនបានគិតឲ្យកើតឡើងឯងបាទសូមព្រះប្រទានពរគ្រប់ប្រការបាទចឹងខ្ញុំបាទពុទុយក៏សូមអរគុណនិងសូមគោរពជម្រាបលាចាំជួបខ្ញុំបាទពុទុយនៅក្នុងវីដេអូក្រោយបន្តទៀត